និយាយពីថា Eno ម៉ោងបាយនៅក្អូនប៉ុន្តែ EV វិញម៉ោងបាយឈឺក្បាលហ្មងបងប្អូនហើយឈឺក្បាលនេះដែរអត់មានឈឺក្បាលរឿងធ្វើការងារហើយនៅហត់អីទេបងប្អូនគឺថាឈឺក្បាលជាមួយនឹងរនឹកមុខម្ហូបហ្មងហើយមួយថ្ងៃហ្នឹងនិយាយថាដល់ម៉ោងបាយម៉ោងទឹកហ្នឹងគួយរនឹកហ្មងមិនដឹងមុខម្ហូបអីទេបងប្អូនហើយមុខម្ហូបវិញគឺតែដដែលទេហើយថ្ងៃនេះរៀងដូរ style បន្តិចបងប្អូនហើយដូរ style មុខម្ហូបថ្ងៃនេះដែរគឺអត់មានអីច្រើនទេបងប្អូនគ្រាន់តែយើងដូរពីរសជាតិឬថាស្លម្ជូរព្រៃទៅជាឆាមាន់ព្រៃអីចឹងណារៀងកាយឆ្នៃតិចអីចឹងហើយសម្រាប់គ្រឿងផ្សំវិញគឺអត់មានអីច្រើនណាបងប្អូននិយាយទៅយើងស្លម្ជូរព្រៃមិនឆាមាន់អីហ្នឹងគឺដូចគ្នាបងប្អូនគ្រាន់ថាអត់ដាក់ម្ជូរអញ្ចឹងណានេះហើយសម្រាប់គ្រឿងផ្សំបងប្អូនអាចមើលតាមវីដេអូហ្នឹងបានថ្ងៃនេះគឺទិញមាន់មួយក្បាលហ្មងបងប្អូនយកមកធ្វើវាហ្នឹងណាសម្រាប់មុខម្ហូបមួយមុខនេះវិញគឺថាងាយស្រួលធ្វើដែរបងប្អូនធ្វើអត់សូវយូរប្រហែលទេហើយសម្រាប់គល់ក្រីបងប្អូនអាចហាន់ជាទៅវិញក៏បានហាន់អញ្ចឹងក៏បានបងប្អូនយើងត្រូវលីងគល់ក្រីហ្នឹងឲ្យវាឡើងក្រៀមឲ្យឡើងឈ្ងុយអញ្ចឹងណាបងប្អូនលីងអញ្ចឹងមកកូរត្រឡប់ក៏តាស្លឹកគ្រៃរបស់យើងហ្នឹងឡើងប្រែពណ៌ហើយរៀងក្លិនឈ្ងុយអញ្ចឹងចាំយើងដាក់សាច់មាន់ចូលមុខម្ហូបមុខនេះគឺថាធ្វើឲ្យធានាថាញ៉ាំលិតដៃបងប្អូនហើយបងប្អូនយកទៅក្លែមក៏បានយកញ៉ាំជាមួយបាយក៏បានដែរធានារសជាតិឲ្យហ្មងហើយបងប្អូនចង់ដឹងគឺថាសាក់ធ្វើទៅមិនខកម្ដងហើយបងប្អូនហើយសម្រាប់មាន់នេះដែរគឺយើងធ្វើការរំលីងវាឲ្យដាច់ទឹកប្រៃអញ្ចឹងណាបងប្អូនយើងទុកវាចោលមួយសន្ទុះធំទៅឲ្យវារីងទឹកឲ្យអីអញ្ចឹងណាហើយឥឡូវនេះសាច់មាន់របស់យើងហ្នឹងគឺរៀងដាច់ទឹកបន្តិចហើយបងប្អូនយើងធ្វើការកូរត្រឡប់វាហ្នឹងឲ្យវាឆ្អិនសុះសាច់បានល្អបងប្អូនងាកមកមើលសាច់មាន់របស់យើងគឺថាបានឡើងក្រៀមបន្ថយយើងធ្វើការទុកវាមួយសន្ទុះទៀតចាំយើងវាយគ្រឿងតាមក្រោយបងប្អូនហើយឥឡូវនេះសាច់មាន់របស់យើងហ្នឹងគឺឡើងក្រៀមហើយយើងធ្វើការចាក់ជាមួយនឹងគ្រឿងរបស់យើងមានដូចជាខ្ទឹមសខ្ទឹមក្រហមរំដេងល្មៀតបន្តិចស្លឹកក្រូចសើចបងប្អូនយើងធ្វើការកូរគ្រឿងហ្នឹងហើយនឹងសាច់មាន់របស់យើងហ្នឹងឲ្យចូលគ្នាទៅយើងធ្វើការកូរត្រឡប់ចឹងមកបងប្អូនណាតទៅពីធ្វើការកូរត្រឡប់ហើយចាំយើងវាយគ្រឿងតាមក្រោយហើយសម្រាប់គ្រឿងនេះបាយអត់មានអីច្រើនទេបងប្អូនមានតែទឹកត្រីស្ករប៊ីចេងម្សៅស៊ុបប្រេងខ្យងអីតែប៉ុណ្ណឹងមកបងប្អូនដាក់តែប៉ុណ្ណឹងគឺថាជាតិយកមកអស់ហើយសម្រាប់ម្ទេសវិញបងប្អូនដាក់ហឹរចូលចិត្តហឹរប៉ុន្មានដាក់ប៉ុណ្ណឹងបងប្អូនកាន់តែហឹរកាន់តែឆ្ងាញ់បន្ទាប់ពីរំលីងសាច់មាន់របស់យើងនឹងឡើងក្រៀមល្អហើយយើងនេះមិនមែនត្រឹមតែក្រៀមល្អបងប្អូនឡើងលក្ខណៈថាគឺថាខ្លោចផ្ទះតែម្ដងហើយបន្តមកទៀតចាំយើងដាក់ជាមួយនឹងម្រះព្រៅជាចុងក្រោយបងប្អូនហើយយើងត្រឡប់ម្រះព្រៅហ្នឹងឲ្យវាសព្វបានល្អទៅក
កុំឲ្យវារៀងធំក្លិនអញ្ចឹងយើងដាក់រៀងតិចណាបងប្អូននេះយើងធ្វើការត្រឡប់វាទៅមកអញ្ចឹងមកហើយចាំយើងដួសដាក់ចានឥឡូវនេះឃើញតាមមុខម្ហូបមាន់ព្រៃរបស់យើងគឺបានឆ្អិនរួចរាល់ហើយដល់បងប្អូននេះគឺរៀបចំដួសដាក់ចានរៀបចំញ៉ាំបាយអញ្ចឹងណាបងប្អូនមើលទៅឃើញថាតំណងអត់ទេសាច់មាន់របស់យើងគឺថាឈ្ងុយពេញផ្ទះម្ដងបងប្អូននេះឈ្ងុយជាមួយនឹងស្លឹកនេះបងប្អូននិយាយអត់ចង់ចាញ់ឲ្យសឹងម្រះព្រៅអរគុណច្រើនបងប្អូន